Ok, so saoគ្នាtrongក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាបន្តតទៅជាមួយនឹង OYO tag element ណាវាជាអីគេ OYO បែបនេះតើគេសិក្សាវាដើម្បីអីគេហើយគេប្រើប្រាស់វាទៅអីគេនៅក្នុង VS Code យើងនឹងធ្វើការសិក្សាគ្នានៅក្នុងវីដេអូនេះ Okay, ចឹងគេថា HTML OYO ហើយ spell មានថារបៀបតែវាដំណើរការចឹងគេថា the control attribute and OYO control like play pass and volume ចឹងទៅ Okay ហើយ the source element you can specify internet OYO file which the browser may choose from ចឹងមានថា element ហ្នឹងគឺវាយកស្របទៅកាន់ specify element ហ្នឹង OYO file ហ្នឹងក្នុង browser ដែលយើងបានធ្វើការជ្រើសរើសយកមកហ្នឹងហើយ the browser ហ្នឹងវានឹងធ្វើការ optimize format ដល់យើងចឹង the tab between the OYO and OYO បែបហ្នឹង we only display in the browser that do not support OYO element ចឹងគេថា OYO ហ្នឹងគឺវា support ទៅលើ browser ណាដែល support ជាមួយ OYO ឯតែវាដំណើរការ Okay ហើយវាក៏មានលក្ខណៈជា auto play attribute គឺយើងមានអត្ថប្រយោជន៍បែបនេះក៏បានហើយអ្នកគ្នាធ្វើការ import ចូលមកក៏បានថាខ្ញុំមានប៉ុណ្នេះសូមធ្វើការ pass ចូលមក Okay អញ្ចឹងលក្ខណៈ control នេះមានថាវាគ្រប់គ្រាន់តែពេលដែលយើងធ្វើការចូលទៅកាន់ website ហ្នឹងវានឹងធ្វើការ auto play សំឡេងហ្នឹងចេញមកហ្មងអញ្ចឹងវាទៅលើសំឡេង host ដែលវាជាសំឡេង process Okay អញ្ចឹងខ្ញុំសូមធ្វើការលុបអានេះចេញហើយនេះចោះហើយកន្លែងនេះយើងកន្លែងនេះមិនដាក់ទេ type នេះហើយ OYO ហ្នឹងបើសិនបើយើងមានទៅលើសំឡេងណាគេចូលមក Okay ថតថាដូចជា link គឺវាដូចជាអត់ឲ្យទេឥឡូវមកសាក់នេះតើវាដំណើរការឲ្យយើងអត់ឥឡូវ open វា line server មួយសិន Okay ចឹងនៅពេលដែលយើងធ្វើការ import ទៅលើសំឡេងចូលមកនៅពេលដែលយើងធ្វើការ open ទៅលើ browser ហ្នឹងវានឹង auto play សំឡេងហ្នឹងមកហ្មងដោយសារអីកន្លែងនេះគឺយើងអត់មានទៅលើនេះវា support ទេវា support ជាមួយរបស់យើងចឹងនៅពេលដែលបើវា support នៅពេលដែលនេះវានឹងលើសំឡេងមកបើវា support ទេអ្នកគ្នាធ្វើការ import ទៅលើ OYO ឬក៏ sound ផ្សេងៗដាក់ចូលនៅក្នុងហ្នឹងបានហើយបើសិនបើយើងមានទៅលើសំឡេងដែលយើងបានថាសំឡេងឬក៏ video ដែលយើងបានធ្វើការមានស្រាប់ download ស្រាប់អ្នកគ្នាអាចធ្វើការimport វាចូលនៅក្នុងហ្នឹងមកហើយយើងអាចដាក់វាជា image មក import វាដូច image គ្រប់ភាពដែលយើងបានធ្វើការសិក្សាដូចមុនមកអញ្ចឹងប៉ុណ្ណឹងគឺវាបានហើយវាដំណើរការដូចគ្នា Okay ហើយនៅកន្លែងនេះយើងក៏អាចធ្វើការកំណត់ទៅលើពួកអីចឹងដែរប៉ុន្តែវាច្រើនគឺគេអត់ដែរកំណត់ទេចាកន្លែងនេះពេលដែលយើងចុច link មុនហ្នឹងឃើញវាមានទៅលើនេះហ៎គឺវាចូលមកកាន់ YouTube បែបហ្នឹងនៅពេលដែលយើងចុច link នេះឃើញទេវានឹងចូលមកកាន់ YouTube ដែលទៅលើ music ហ្នឹងតែម្ដងចឹងនេះគឺជាវីដេអូបញ្ចប់របស់យើងទាក់ទងជាមួយនឹងមេរៀន HTML ហើយសម្រាប់ធ្វើការមេរៀន HTML focus ខ្ញុំនឹងធ្វើការបង្កើតវាដាក់វាចូលទៅក្នុង custom មួយហើយប្រសិនបើអ្នកគ្នាចង់មើលទៅលើ full episode ចឹងអ្នកគ្នាអាចធ្វើការចុច subscribe ទៅលើ follow ហើយទៅលើ page របស់ខ្ញុំអស់សិនមកហើយតិចទៀតខ្ញុំនឹងធ្វើការ release ទៅលើ full episode ដល់អ្នកគ្នា Okay ចឹងមេរៀន HTML របស់យើងគឺមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នាទៅកាន់មេរៀន CSS បន្តទៀត Okay bye